ភូមិអីគេនិយាយគេថាស្លឹកឈើជ្រុះមិនឆ្ងាយពីគល់ថាទោះបីរៀនយ៉ាងណាក៏ដោយក៏អត់បានចប់អីដែរសម្រាប់ចិត្តថាសុំម៉ែនឹងទៅនៅវត្តសុំបួសបិណ្ឌបាតបិណ្ឌអីទៅដើម្បីសំលុយនឹងមកយកប្រគ្រប់សាលាម៉ែគាត់ពេលហ្នឹងគាត់អត់លុយហ្មងពេលអត់លុយទៅយើងចង់សុំគាត់ទៅគាត់ថាំងអត់អីទេចាំមើលម៉ែរកអើយរកខ្ចីគេរកអីអើយប៉ុន្តែលុយគាត់មានត្រឹមតែ 10,000 ហ្នឹងតែអញ្ចឹងសុំគាត់បាន 10,000 ហ្នឹងមកសុំបាន 10,000 ហើយគាត់ឲ្យយើងទៅមកស្វះស្វែងរៀននៅភ្នំពេញហ្នឹងសូមអរគុណអាយដាមដិតពីឆេងដែលបានផ្ដល់ឱកាសឲ្យខ្ញុំអាចក្លាយទៅជាគ្រូបរិញ្ញាបត្រម្នាក់នៅក្នុងសាលា Belty អន្តរជាតិដែរដល់ពេលអញ្ចឹងធ្វើយើងសប្បាយចិត្តខ្លាំងហ្មងហើយដល់ប្រាប់នៅផ្ទះម៉ែក៏ពេលគាត់ដឹងគាត់ថាសប្បាយចិត្តវាគាត់ស្រក់ទឹកភ្នែកក៏សូមអរគុណដល់ម៉ែដែលបានផ្ដល់ឲ្យខ្ញុំ10ម៉ឺនទៅខ្ញុំអាចបានបញ្ចប់បញ្ញាបត្រមួយនេះអូមានអារម្មណ៍ថាមោទនភាពអត់ពេលដែលវីដេអូខ្លួនឯងចាក់បច្ចាយគេឃើញហើយមានជាការចាប់អារម្មណ៍ពីទស្សនិកជនមោទនភាពខ្លាំងហ្មងលក្ខណៈយើងសំដែងអារម្មណ៍យើងលាក់ក្នុងចិត្តនឹងយូរអារម្មណ៍យើងវាដុកដួលស្រាប់ហើយដល់ពេលមកមើលវីដេអូដែលបានចាក់នឹងហើយគួយស្រក់ទឹកភ្នែកគួយស្រក់ទឹកភ្នែកនៅឃើញហ្នឹងយើងមិននឹកស្មានថាយើងអាចរៀនបានចប់បញ្ញាបត្រមួយទេពួកយើងកាត់ក្នុងគ្រួសារគេក្រស្រាប់ហើយសូមអរគុណអ្នកទាំងអស់គ្នាដែលបានគ្រប់គ្រងនិងទះដៃអបអរសាទរនិងផ្ដល់ជាមតិដើម្បីឲ្យខ្ញុំតដំណើរទៅមុខទៀតខ្ញុំពិតជាអរគុណយ៉ាងខ្លាំងទស្សនិកជនជាទីគោរពនិងជាទីមេត្រីជួបគ្នាម្ដងទៀតហើយនៅក្នុងកម្មវិធី Belty IU Podcast ហើយដឹងហើយថាកម្មវិធី Belty IU Podcast គឺយើងតែងតែនាំយកនៅប្រធានបទដែលទាក់ទងទៅនឹងការសិក្សារឿងរ៉ាវជីវិតក៏ដូចជាបទពិសោធន៍ដ៏មានតម្លៃមកចែករំលែកដល់ទស្សនិកជនទាំងអស់គ្នាថ្ងៃនេះដែរគឺយើងនឹងមានភ្ញៀវកិត្តិយសមួយរូបដែលគាត់ទើបតែបញ្ចប់ការសិក្សានិងទទួលសញ្ញាបត្រថ្នាក់បញ្ញាបត្រហើយទទួលសញ្ញាបត្រថ្នាក់បញ្ញាបត្រនៅសាកលវិទ្យាល័យ Belty អន្តរជាតិផ្ទាល់តែម្ដងអាចថាជីវិតគាត់តស៊ូខ្លាំងមែនទែនពីក្មេងម្នាក់ដែលត្រូវទៅបួសជាព្រះសង្ឃដើម្បីស្វែងរកឱកាសការសិក្សាក៏ដូចជាកសាងអនាគតនៅក្នុងការបន្តការសិក្សានេះហើយបច្ចុប្បន្នគាត់ក៏បានបញ្ចប់ការសិក្សានេះបានដោយជោគជ័យហើយមិនតែប៉ុណ្ណោះគាត់ក៏បានក្លាយជាគ្រូបង្រៀនផ្នែកភាសាអង់គ្លេសមួយរូបនៅសាលា Belty អន្តរជាតិផងដែរអញ្ចឹងកុំឲ្យខាត់ពេលយូរយើងជួបគាត់ទាំងអស់គ្នាជំរាបសួរបងជំរាបសួរបងណែនាំខ្លួនទៅកាន់ទស្សនិកជនបានបងជំរាបសួរបងប្អូនខ្ញុំគឺជានិស្សិតម្នាក់ដែលទើបបញ្ចប់នៅថ្នាក់បញ្ញាបត្រថ្មីនៅខាងមហាវិទ្យាល័យអប់រំសិល្បៈនិងមនុស្សសាស្ត្រថ្ងៃនេះដែរខ្ញុំក៏មាននៅសេចក្តីសូមរីករាយសប្បាយយ៉ាងខ្លាំងដែលខាងសាលាបាន invite ខ្ញុំមកចូលរួមកម្មវិធី podcast នេះដើម្បីនិយាយតាក់ទងទៅនឹងបទពិសោធន៍និងការតស៊ូរបស់ខ្ញុំដែលបានឈានចូលការរៀនចប់នៅថ្នាក់បញ្ញាបត្រនៅសាលា Belty អន្តរជាតិនេះអារម្មណ៍បែបណានឹងបានចូលរួមចែកម្លែកអូសប្បាយចិត្តបងដោយសារតែអារម្មណ៍ហ្នឹងយើងពីមុនយើងអត់ដែលមានអ្នកគេនិយាយប្រាប់ពេលយើងបានចូលកម្មវិធីនេះយើងអាចស្ដែងអំពីអារម្មណ៍យើងពីក្នុងទៅប្រាប់ទៅកាន់ទស្សនិកជនទាំងអស់គ្នាយ៉ាងចាបងចាថាថ្ងៃនេះបើកចិត្តទលាយបើកចិត្តនៅក្នុងការចែកម្លែកជីវិតរបស់បងទៅកាន់ទស្សនិកជនហ្មងបាទបងអូខេបងអញ្ចឹងប្រហែលជាទស្សនិកជនមួយចំនួនគាត់បានដឹងហើយថាបងប្រុសគាត់ល្បីដោយសារអីដោយសារតែថ្ងៃទទួលសញ្ញាបត្រគឺពួកខ្ញុំជាក្រុមការងារខាងប្រព័ន្ធផ្សព្វផ្សាយសាកលវិទ្យាល័យ Belty គឺបានចុះទៅថតគាត់ផ្ទាល់ជាពិសេសនៅពេលដែលគាត់ទៅ surprise ម្ដាយរបស់បងតែកុំឲ្យគាត់ដឹងហើយនាំវាទៅថតពេលហ្នឹងគឺអាពេលទៅហ្នឹងលក្ខណៈថាការសង្ឃឹមវាតែ 70% 80% ក្នុងការថតបានជោគជ័យអញ្ចឹងណាដល់ពេលទៅដល់វាភ្លៀងហងឲ្យហងទៅបងពេលហ្នឹងបងក៏នៅក្នុងដំណើរដែលទៅមួយពួកខ្ញុំនឹងម្នាក់ដែរពេលហ្នឹងមិនមានអារម្មណ៍មិនដែរពេលដែលពួកខ្ញុំត្រូវ invite បងភ្លាមមកយប់នោះហើយត្រៀមហងឲ្យហងដើម្បីមិននៅខេតហងឲ្យហងអញ្ចឹងទៅវាភ្លាមពេកអារម្មណ៍ពេលហ្នឹងបែបណាបងពេលអារម្មណ៍ពេលហ្នឹងយើងអត់នឹកស្មានណាពេលខ្លះដល់ពេលឃើញពេលហ្នឹងគាត់ខាងសាលាទេទៅខ្ញុំផ្ទាល់ហើយខ្ញុំក៏ភ្ញាក់ព្រឺតគឺថាបងខាងសាលារក invite បងធ្វើជាវីដេអូមួយសម្រាប់ថ្ងៃបញ្ចប់បញ្ញាបត្រហើយគេសួរតាក់ទងទៅនឹងជីវភាពបងអីទៅមើលទៅតាក់ទងទៅនឹងសាលាហ្នឹងបងបែបមិនគ្រួសារបែបមិនអីបែបមិនអញ្ចឹងទៅក៏ខ្ញុំថាភ្ញាក់ព្រឺតវានឹកស្មានថាខ្ញុំបានថតចូលជាវីដេអូក្នុងសាលាចាក់នៅថ្ងៃបញ្ញាបត្រចប់បញ្ញាបត្រហ្នឹងអត់នឹកស្មានទៅវាជាសំណាងមួយដែរដោយសារមិនមែនតែយើងម្នាក់ទេដែលទទួលប
ចាប់ការសិក្សាមានច្រើនអ្នកប៉ុន្តែពួកខ្ញុំនេះចាប់ចុះចាប់ឡើងចាប់ចំបងដែរណាមួយទទួលបានព័ត៌មានពីខាង UC ដែរអញ្ចឹងទៅត្រូវម៉ាច់អីដែលពួកខ្ញុំចង់បានហ្មង ហ្នឹងហើយបង ចាណាមួយនៅកំពង់ស្ពឺចិត្តដែរពួកខ្ញុំស្រួលជីទៅដែរហើយធៀមថាអមម៉ាក់បងក៏អត់ទាន់បានឃើញបងពេលដែលបងចប់សញ្ញាបត្រអត់ទាន់បានឃើញអាវដែល gown នឹងផងអីផងចឹងទៅអូត្រូវទៅហ្មងទៅភ្លាមមកតែថតហើយពួកខ្ញុំគឺថតតាំងពីម៉ោងចេញដំណើរពីភ្នំពេញទៅតាំងពីម៉ោង 7:02 តម្រាំទៅថតហើយមកដល់ភ្នំពេញវិញអាចថាម៉ោង 7:08 ចាហើយចុងក្រោយវីដេអូចេញមកក៏ជោគជ័យទៀតមិនធម្មតាពួកខ្ញុំជាក្រុមការងារនេះទេដែលក្តុកក្តួលក្នុងការមើលវីដេអូនេះនៅពេលដែលចាក់បញ្ចាំងនៅក្នុងថ្ងៃទទួលសញ្ញាបត្រផ្ទាល់តែម្ដងអត់តិចក្រោម 1000 នាក់ខ្ញុំអាចថាអញ្ចឹងដែលគាត់ស្រក់ទឹកភ្នែកដោយសារបានឃើញវីដេអូរបស់បង បាទបង ហើយខ្ញុំក៏សង្ឃឹមថាទស្សនិកជនប្រហែលជាបានឃើញវីដេអូនេះដែរដោយសារតែពួកខ្ញុំបានបង្ហោះវីដេអូនេះនៅក្នុងបណ្ដាញសង្គមរបស់ Page សាកលវិទ្យាល័យ Belty អន្តរជាតិហើយទទួលបានការគាំទ្រច្រើនខ្លាំងមែនទែនពីសំណាក់ទស្សនិកជនក៏ដូចជាមានការ comment ការ share អូច្រើនខ្លាំងបងអញ្ចឹងឥឡូវចូលដល់សាច់រឿងជីវិតរបស់បងហ្មង អូខេ ដោយសារនៅក្នុងវីដេអូមួយហ្នឹងគឺបងបាននិយាយពីថាកាលពីទូចបងធ្លាប់បួសជាព្រះសង្ឃដើម្បីបន្តការសិក្សាចុះបងអាចរៀបរាប់ពីដំណើរនឹងបានអត់បង អូខេបង ចាបង ហ្នឹងហើយបងអរគុណច្រើនសម្រាប់ការសួរសំណួរនេះសម្រាប់ខ្ញុំផ្ទាល់ខ្ញុំនៅពីក្មេងបងដឹងហើយយើងកើតនៅក្នុងគ្រួសារក្តីក្របងគ្រួសារក្តីក្រប៉ុន្តែយើងមានឆន្ទៈចង់រៀនដល់ពេលអញ្ចឹងទៅយើងនៅបែបជុំគ្រួសារហើយដល់ពេលហ្នឹងយើងម្ដាយយើងឪពុកយើងក៏នៅដែរអត់តន់អីទេដល់ពេលអញ្ចឹងទៅខ្ញុំក៏ឡើងក៏ចង់បន្តការសិក្សាឬក៏ចង់រៀនសូត្រដើម្បីឲ្យស្គាល់ថាអ្វីទៅជាបញ្ញាបត្រអ្វីទៅជាថ្នាក់ទី12អញ្ចឹងព្រោះនៅខាងតំបន់ខ្ញុំពីចឹងអ្នករៀនដល់ចប់ទី12ឯងដោយសារតែគេមាន mindset មួយថាបាច់រៀនដល់ខ្ពស់ពេកទេព្រោះអាចនឹងមកធ្វើស្រែធ្វើអីវិញធម្មតាអញ្ចឹងហើយដល់ពេលហ្នឹងទៅខ្ញុំក៏បែបជាលក្ខណៈថាចង់សុំម៉ែទៅបួសព្រោះដឹងថាគ្រួសារខ្លួនឯងក្រីក្រអញ្ចឹងប្រហែលជាម៉ែក៏អត់មានលុយឬក៏លទ្ធភាពដើម្បីឲ្យកូនឲ្យខ្ញុំរៀនចប់អញ្ចឹងដល់ពេលអញ្ចឹងពេលហ្នឹងដូចជាអាយុខ្ញុំប្រហែលជា13ឆ្នាំក៏សម្រេចចិត្តថាសុំម៉ែហ្នឹងទៅនៅវត្តក៏ឡើងនៅដូចជាឆ្នាំ2013ទៅសុំគ្រូឧបជាគ្រូអីទៅនៅវត្តហើយសុំបួសពេលហ្នឹងបងឲ្យយើងនៅវត្តមិនយើងត្រូវការរៀនធម៌រៀនអីថែមហ្នឹងរៀនធម៌អស់រយៈពេលប្រហែល2ឆ្នាំដោយសារតែគ្រូឧបជាមើលឃើញយើងថាជាមនុស្សដែលចូលចិត្តរៀនចូលចិត្តស្វែងរកចំណេះអីចឹងទៅគាត់ក៏មានបំណងចង់ខ្ញុំនឹងចេញមករៀនលក្ខណៈយើងពីមុនយើងរៀនតែនៅក្នុងស្រុកចឹងបងដល់ពេលចឹងចេញមករៀនក្រៅស្រុកហើយមករៀនមុនដំបូងហ្នឹងក៏មិនឡើងមកពេញទេបងបែបយើងទៅរៀននៅតាម GG សិនមុនដំបូងហ្នឹងខ្ញុំក៏ចាប់ផ្ដើមពេលហ្នឹងដែរបងអ្វីដែលខ្ញុំមិនចាំមិនភ្លេចមកនៅពេលហ្នឹងដល់ពេលអំឡុងពេលចូលឆ្នាំហើយហ្នឹងខាងគ្រូឧបជាខ្ញុំក៏បញ្ជូនខ្ញុំឲ្យឡើងមករៀនហើយពេលហ្នឹងបងអត់មានលុយក្នុងខ្លួនទេណាបងអត់មានទេលុយមានប្រហែលជាអាច 100000 អីតិចតួចនៅក្នុងខ្លួនហើយដល់ពេលគ្រូឧបជាថាត្រូវបញ្ជូនឲ្យមករៀនហ្នឹងពេលហ្នឹងក៏នឹកស្មានថាយើងទីមួយយើងអត់លុយផងហើយអញ្ចឹងក៏ខាងដាច់ចិត្តគិតច្បាស់ហើយគាត់ថាទោះបីម៉ែគាត់ក្រក៏ដោយគាត់អត់មានលុយក៏ដោយក៏សុខចិត្តលក្ខណៈសុំលុយគាត់បែបទាំងអ៊ូលដើមកបងពេលហ្នឹងដូចជាខ្ញុំចាប់ដើមទៅលាគាត់ដើម្បីឡើងមករៀននៅភ្នំពេញឡើងមករៀននៅតាមសាលាដូចនៅជានៅខេត្តកណ្ដាលហ្នឹងក៏ឡើងដល់ពេលអញ្ចឹងទៅសុំគាត់បើមើលសុំពេលហ្នឹងទៅនិយាយប្រាប់គាត់ទាំងម៉ែខ្ញុំសុំស្អែកហ្នឹងខ្ញុំឡើងទៅរៀនហើយប៉ុន្តែមិនមែនរៀននៅភ្នំពេញឡើយទេរៀននៅខេត្តតាមខេត្តឡើយដើម្បីប្រឡងចូលទៅភ្នំពេញអញ្ចឹងដល់ពេលហ្នឹងទៅនិយាយមួយគាត់និយាយយូរយើងលក្ខណៈមិនទៅដល់សុំលុយគាត់ភ្លាមទេយើងគាត់ណែនាំគាត់ប្រាប់គាត់ថាខ្ញុំទៅតែណេះតំណោះអញ្ចឹងទៅហើយដល់ពេលចុងក្រោយក៏និយាយប្រាប់ថាម៉ែខ្ញុំដោយសារតែខ្ញុំខ្វះខាតលុយអញ្ចឹងចង់សុំលុយម៉ែតិចតួចខ្លះមុនដំបូងសុំគាត់ប្រហែលជា60000ទេ60000រៀលខ្មែរយើងហ្នឹងប៉ុន្តែដោយសារនៅឃើញថាយើងមករៀនឆ្ងាយហ
ហើយណាមួយយើងទៅម្នាក់នៅទៅម្នាក់ឯងទៅវាអត់មានទីពឹងអីចឹង ចាបង ក៏ដាច់ចិត្តសុំគាត់ថាម៉ែខ្ញុំសុំ 100000 រៀលពេលហ្នឹងដល់ពេលម៉ែគាត់ពេលហ្នឹងគាត់អត់លុយណាបងដល់ពេលអត់លុយទៅយើងចង់សុំគាត់ទៅគាត់ថាំងអត់អីទេចាំមើលម៉ែរកអើយរកខ្ចីគេរកអីអើយប៉ុន្តែលុយគាត់មានត្រឹមតែ 100000 ហ្នឹងតែហើយដល់ពេលហ្នឹងខ្ញុំអង្គុយសុំអង្គុយប្រាប់គាត់ថាខ្ញុំទៅរៀនតែខ្ញុំត្រូវការលុយអីសុំម៉ែតិចតួចទៅបីដឹងថាម៉ែអត់លុយក៏ដោយតែគាត់សុំម៉ែដើម្បីធ្វើសកួរចេញទៅរៀនខាងក្រៅអញ្ចឹងដល់ពេលហ្នឹងខ្ញុំអង្គុយចាំតម្រាំគាត់ដាច់ចិត្តឲ្យលុយឲ្យកូនតារៀនណាគាត់អាលុយកដាស់ 100000 ណាអាកដាស់សម័យមុនណាមិនអាសម័យមិនអាឡូវទេកដាស់ទូចខ្ញុំគាត់ឃើញលុយមកខ្ញុំស្រក់ទឹកភ្នែកហ្មងខ្ញុំលក្ខណៈខ្ញុំអួលដើមកខ្លួនឯងព្រោះត្រឡប់ខ្ញុំទីវាខ្ញុំជួបរឿងបញ្ហាធ្ងន់ខ្ញុំអត់យំទេមានអួលដើមកឬស្រក់ទឹកភ្នែកហ្មងដល់ពេលគាត់ហត់លុយឲ្យខ្ញុំដឹងម៉ោងប៉ុន្មានណាបងយើងទៅលេងគាត់ដូចជាម៉ោង 8 ពេលល្ងាចហ្នឹងហើយតម្រាំគាត់ដាច់ចិត្តឲ្យលុយយើងមករៀនហ្នឹងគាត់បានលក្ខណៈលុយហ្នឹងគាត់សំយូរបងដល់ពេលអញ្ចឹងគាត់ឲ្យយើង 100000 ហ្នឹងមកដល់ម៉ោង 2 យប់ខ្ញុំអង្គុយចាំគាត់ណាដល់ម៉ោង 2 យប់ហើយគាត់ថាកូនណានឹងលុយម៉ែខំសោះមកអញ្ចឹងអត់មានលុយទេមានតែលុយប៉ុណ្ណឹងដើម្បីឲ្យកូនហ្នឹងបានធ្វើដំណើរបន្តមករៀននៅខាងក្រៅទៀតដល់ពេលហ្នឹងទៅខ្ញុំអង្គុយមើលមុខគាត់ហើយក៏មានអារម្មណ៍មួយថាក្តុកក្តួលពេលយើងអាលុយហ្នឹងវាចាំបាច់សម្រាប់យើងប៉ុន្តែយើងបើយើងអត់សុំគាត់ក៏យើងអត់កើតព្រោះយើងត្រូវមករៀននៅក្រៅហើយយើងអត់មានទីពឹងដល់ពេលអញ្ចឹងទៅអង្គុយសុំអង្គុយប្រាប់គាត់ថាសុំលុយប៉ុណ្ណឹងដើម្បីត្រៀមនៅពេលដែលកូនចេញទៅរៀនក្រៅទៅយើងអត់មានលុយមានអីទៅអញ្ចឹងសុំគាត់បាន 100000 ហ្នឹងមកសុំបាន 100000 ហើយគាត់ឲ្យយើងទៅហើយក៏បានមករៀននៅខាងហើយមុនដំបូងក៏អត់ចូលរៀននៅខាងភ្នំពេញផ្ទាល់ដែរមុនដំបូងខ្ញុំចេញមករៀនហ្នឹងនៅខាងខេត្តកដាលហ្នឹងក៏ឡើងនៅទូចដែរអាយុដូចជា14ឆ្នាំហើយតរៀនដល់រៀនបានប្រហែលជាដូចជាប្រហែលជាកន្លះឆ្នាំខាងសាលាខ្ញុំហ្នឹងមិត្តភ័ក្តិមិត្តអីក៏រត់ចោលសាលាអស់លេងរត់ចោលហើយពេលហ្នឹងដែរខ្ញុំដោយសារតែយើងនឹកឃើញសម្ដីម៉ែប្រាប់មកថាំងទោះបីយ៉ាងណាក៏ដោយកូនត្រូវតែរៀនឲ្យចប់ទោះបីម៉ែពិបាកយ៉ាងណាក៏ដោយដល់ពេលយើងនឹកឃើញអញ្ចឹងទៅនឹកឃើញសម្ដីម៉ែនឹកឃើញអីទៅហើយនឹកឃើញអាលុយដែលគាត់បានខំសន្សំយូរណាបងអាលុយហ្នឹង 100000 ហ្នឹងគាត់បានឲ្យខ្ញុំទៅដល់ពេលអញ្ចឹងខ្ញុំនឹកឃើញអានឹងពេលហ្នឹងខ្ញុំក៏រៀនហើយមិត្តភ័ក្តិអីហ្នឹងក៏នាំគ្នារត់ចោលសាលាអស់លេងហើយរត់ចោលសាលាពេលហ្នឹងខ្ញុំក៏ទៅដែរខ្ញុំទៅតាមគេដែរក៏ឡើងលក្ខណៈនៅក្មេងៗយើងវាការគិតនឹងគិតរៀងខ្លីអញ្ចឹងវាមិត្តភ័ក្តិទៅតាមគ្នាដែរដល់ពេលអញ្ចឹងខ្ញុំរត់ទៅនៅស្រុកកំណើតហ្នឹងរយៈពេលប្រហែលមួយអាទិត្យដល់ពេលហ្នឹងទៅខ្ញុំប្រាប់ម៉ែថាម៉ែកុំភ័យខ្ញុំមកនេះខ្ញុំនឹងទៅរកសាលារៀនថ្មីទៀតដល់ពេលអញ្ចឹងទៅយើងបានដាក់ពាក្យដាក់អីប្រឡងហើយដល់ពេលប្រហែលជាមួយអាទិត្យខ្ញុំក៏ចាប់ផ្ដើមទៅរកសាលារៀនថ្មីវិញដើម្បីលក្ខណៈយើងនិយាយមុនដំបូងយើងប្រាប់ម៉ែថាយើងចេញមករៀនហើយដល់ពេលអញ្ចឹងទៅដល់ពេលយើងរត់ចេញទៅវិញយើងមានអារម្មណ៍ខ្មាស់ខ្លួនឯងនឹងអៀនខ្លួនឯងប្រាប់ថាម៉ែបាច់ភ័យទេកូនមកតែមួយអាទិត្យហើយកូនទៅវិញហើយដល់ពេលអញ្ចឹងទៅក៏បានទៅរៀននៅសាលាមួយនៅជាប់សាស្ពឺដែរអញ្ចឹងក៏មកលក្ខណៈមកចូលមួយគេទៅសុំកន្លែងគេនៅរៀនទៅដើម្បីបន្តបានមកប្រឡងណាព្រោះបងដឹងនៅថ្នាក់លោកអញ្ចឹងគេមានប្រឡង2តង់ប្រឡងទី1ហ្នឹងគេហ្នឹងឲ្យប្រឡងបែបដូចជាខាងប្រឡងរងហ្នឹងនៅចំនួនខ្ញុំហ្នឹងគេឈប់រៀនណាស់ហើយដល់ពេលគេឈប់រៀនទៅមកប្រឡងហ្នឹងមានតែប្រហែលអ្នកទេមានតែ3អ្នកអញ្ចឹងខ្ញុំមកដែរដល់ពេលប្រឡងហ្នឹងទៅក៏បានប្រឡងជាប់ជាដូចជាហ្នឹងប្រឡងជាប់សញ្ញាបត្ររងហ្នឹងហើយមួយទៀតគេប្រឡងចូលរៀនហើយដល់ពេលហ្នឹងយើងនឹកឃើញសម្ដីដល់ពេលដែលខ្ញុំខំរកសាលាហ្នឹងឯងនឹកឃើញសម្ដីម៉ែហើយសម្ដីឪដែលប្រាប់ហើយទី1ដែលយើងចង់បន្តការសិក្សាហ្នឹងទៀតទី1ធ្លាប់មានឮគេនិយាយថាគេហៅថាដូចពាក្យបុរាណថាស្លឹកឈើជ្រុះមកឆ្ងាយពីគល់ណាគេថាទោះបីរៀនយ៉ាងម៉េចក៏ដោយគ្រួសារនឹងនៅបែបអញ្ចឹងបងឯងដឹងនៅដូចជាពីមុនខាងដូចជាខាងឪខ្ញុំគាត់ណារៀងហូបស្រាហូបអីចឹងណាគាត់ទទួលទានស្រាអញ្ចឹងទៅដល់ពេលអញ្ចឹងនៅក្នុងគ្រួសារហ្នឹងអត់មានអីទេហើយសម្ពាធដូចជាយើងក្រីក្រអញ្ចឹងបងដល់ពេលយើងក្រីក្រអញ្ចឹង
dương đắc rồi nó không phom nâng ấy kia dây cho thắng structure អត់ចូលឆ្ងាយពីគាត់ទេអញ្ចឹងកូននឹងអាចនឹងមករៀនហើយទៅវិញបែបជាអត់ប្រយោជន៍ like ដូចជាយើងដូចឪពុកយើងដែរអញ្ចឹងដូចជាសវឹងដូចជាវ៉ាសែអញ្ចឹងទៅប៉ុន្តែដោយសារខ្ញុំនឹកឃើញពាក្យសម្ដីហ្នឹងហើយបានខ្ញុំចាប់ដើមមកស្វាស្វែងរៀននៅភ្នំពេញហ្នឹងដល់ពេលហ្នឹងប្រហែលជាឆ្នាំ2015ខ្ញុំបានប្រឡងជាប់ថ្នាក់រងហ្នឹងខ្ញុំក៏មកប្រឡងចាប់ដើមរៀននៅក្នុងទីក្រុងភ្នំពេញហើយដល់ពេលហ្នឹងមកដល់ទីក្រុងភ្នំពេញមកមុនដំបូងថ្មីចេះហ្មងបងអត់ស្គាល់គេទេយើងមកលក្ខណៈយើងមកម្នាក់ឯងណាតែក្នុងហ្នឹងពេលហ្នឹងបងនៅក្នុងភេទជាប្រសង់តែហ្នឹងហើយពេលហ្នឹងខ្ញុំនៅជាប្រសង់ដែរដោយសារតែសាលាគេហ្នឹងគេផ្ដល់ឱកាសថាបើអ្នកប្រឡងជាប់អាចមកស្នាក់នៅនឹងរៀននឹងបានតែក៏នៅរយៈពេលតែ3ឆ្នាំឯងហើយដល់ពេលហ្នឹងទៅយើងមករៀនដឹងហើយបងយើងអ្នកខេតយើងលក្ខណៈមកពីខេតមកពីស្រែអញ្ចឹងទៅយើងអត់ដឹងអីទេមកដល់លក្ខណៈដូចយើងមកថ្មីសុទ្ធយើងមករស់នៅក្នុងទីក្រុងភ្នំពេញហើយមកក៏ដែលស្គាល់គេដែរទូកកដាលទលេហ្នឹងដូចយើងលក្ខណៈយើងនៅកដាលទលេហើយយើងទៅឆ្វេងក៏មិនដល់ត្រើយទៅខាងស្ដាំក៏មិនដល់ត្រើយអញ្ចឹងដល់ពេលអញ្ចឹងទៅយើងប៉ុន្តែអ្វីដែលខ្ញុំចងចាំហ្នឹងនៅពាក្យសម្ដីឪខ្ញុំប្រាប់ខ្ញុំដែរមុនតែគាត់អត់តន់ខូចឡើយគាត់ថាកូនទោះបីយ៉ាងម៉េចដែរកូនឯងបានមករៀននៅភ្នំពេញហើយកូនឯងត្រូវតែខំរៀនធ្វើម៉េចឲ្យបានសម្រេចអីមួយសម្រេចអីក៏បានដែរហើយដល់ពេលហ្នឹងទៅខ្ញុំក៏មករៀនចាប់ផ្ដើមប្រឡងចូលរៀននៅទីក្រុងភ្នំពេញគេមានប្រឡងពីបេតុងនៅក្នុងថ្នាក់លោកពេលហ្នឹងបងស្នាក់នៅវត្តណាដែរពេលហ្នឹងខ្ញុំចាប់ផ្ដើមមករៀននៅក្នុងទីក្រុងភ្នំពេញហ្នឹងនៅវត្តសន្សំកុសលនៅទីក្រុងភ្នំពេញហ្នឹងដល់ពេលមកមុនដំបូងអត់ស្គាល់គេបងអង្គុយយប់ឡើងអង្គុយនៅកន្លែងអាក្រេខ្លួនឯងអង្គុយនឹកផ្ទះផងយើងលក្ខណៈយើងនៅក្នុងទីក្រុងភ្នំពេញអង្គុយនឹកផ្ទះផងហើយកន្លែងនៅហ្នឹងមិនមែនលក្ខណៈធំអីទេបែបនៅបែបតែមកក្រែហើយបាំងវាំងដូនណាបាំងវាំងដូននៅទីមកខ្លួនបានហើយអាក្រែហ្នឹងវាមានក្រែទូចល្មមអញ្ចឹងអាក្រែដាក់សភៅផ្សេងអញ្ចឹងខ្ញុំសម្រាប់ហ្នឹងដូចជាសម្រាប់ហ្នឹងមួយចំហៀងអាសភៅដាក់ចំហៀងអញ្ចឹងដល់ពេលហ្នឹងទៅយើងនឹកស្មានថាយើងបានមករៀនទីក្រុងភ្នំពេញហើយក៏មានហើយសម្ដីម៉ែដែលបានផ្ដាំថាទោះបីមិនកូនកុំបោះបង់ការសិក្សាហើយយើងមកជួបពិបត្តិច្រើនណាបងយើងដឹងហើយយើងហើយម៉ែយើងក៏អត់មានលុយមានអីជួយយើងហើយដល់ពេលអញ្ចឹងទៅយើងមករៀនទីក្រុងភ្នំពេញយើងជួបមិត្តភ័ក្តិថ្មីជួបអា situation ថ្មីដល់ពេលអញ្ចឹងយើងពេលខ្លះយើងអត់ទទួលបានទេប៉ុន្តែយើងត្រូវតែតស៊ូនៅក្នុងចិត្តអញ្ចឹងណាហើយដល់ពេលហ្នឹងដូចជាក្នុងឆ្នាំ2016ខ្ញុំក៏ចាប់ផ្ដើមមករៀនបានប្រឡងជាប់មករៀននៅក្នុងទីក្រុងភ្នំពេញហ្នឹងពេលហ្នឹងយើងជួបមនុស្សថ្មីជួបកន្លែង situation ថ្មីយើងពិបាកដែរយើងលក្ខណៈមិនពិបាកទេពិបាកខ្លាំងហ្មងតែគាត់យើងដល់ពេលអញ្ចឹងយើងដឹងនិយាយប្រាប់ណាគេយើងមានតែតាំងចិត្តនៅឃើញហ្នឹងយើងបានមករៀនក្នុងទីក្រុងភ្នំពេញហើយទោះបីយើងទៅវិញក៏យើងអាចបានបញ្ចប់ត្រឹមបញ្ញាបត្រមួយដែរព្រោះនៅឃើញថាយើងនៅខ្ញុំធ្លាប់មានពាក្យពីក្មេងមួយមានអ្នកភូមិអីគេនិយាយលក្ខណៈដូចថាឃើញយើងបួសពីក្មេងយ៉ាងគេថាបួសពីក្មេងអញ្ចឹងគេថាបួសពីក្មេងគេសម្លឹងនំទេលក្ខណៈយើងបួសទៅដើម្បីចង់បានម្ហូបចំណីអាហារអញ្ចឹងដល់ពេលថាបួសធំហ្នឹងបួសបានយូរទេឃើញស្រីឃើញអីទៅសឹកបាត់ហើយអញ្ចឹងក៏ខ្ញុំជំនះពាក្យហ្នឹងជំនះពាក្យគេថាយើងហើយមួយទៀតជំនះថាគេថាស្លឹកឈើជ្រុះមិនឆ្ងាយពីគល់លក្ខណៈផ្នត់កំណត់គាត់អ្នកភូមិណែគេនិយាយមកអញ្ចឹងគេថាទោះបីរៀនយ៉ាងណាក៏ដោយក៏អត់បានចប់អីដែរទៅវិញបែបលក្ខណៈដូចគេនៅតាមខេត្តតាមអីដូចគេធម្មតាដែរអញ្ចឹងដល់ពេលខ្ញុំមានអញ្ចឹងទៅខ្ញុំក៏នឹកឃើញថាយើងបានមករៀននៅក្នុងទីក្រុងភ្នំពេញហើយទោះបីយ៉ាងម៉េចក៏ត្រូវតែបានចប់អីមួយដែរដល់ពេលមកនៅក្នុងទីក្រុងភ្នំពេញមុនដំបូងមានលុយប៉ុន្មានអត់បងមាន 40000 រៀល 40000 រៀលហ្នឹងហើយមកអត់ស្គាល់គេហើយលក្ខណៈយើងប្រឡងជួបហ្នឹងគេដាក់គេឲ្យកន្លែងនៅស្រាប់ប៉ុន្តែយើងអត់ស្គាល់គេហើយដឹងទៅបិណ្ឌបាតណាអីណាក៏អត់ស្គាល់ដែរហើយមកមុនដំបូងសូម្បីតែសួរសាលាគេរៀនសួរអីហ្នឹងក៏ពិបាកសួរដែរសួរគេទៅគេខ្លះគេប្រាប់ទៅយើងចេះដើររលរៀនណាបងល
lẽ cái này chắc đờ mờ tam mấy su kê ta là na riêng ong lê là na riêng khmai riêng ấy chứ tao chắc xoa xoay nhiều rồi ở đợt bên nó có đôi chỉ năm bi pon đập vào môi nó nhưng có chập đầm rồi là riêng ភាសា អង់គ្លេស rồi là riêng ở khang Phật cả phong riêng អង់គ្លេស phong ពូនៅក្នុងខាងប្រសងអញ្ចឹងគេរៀនទាំងអស់ហ្នឹង4 10មុខគេរៀនទាំងព្រឹកទាំងថ្ងៃអញ្ចឹងដល់ពេលហ្នឹងចេញពីរៀនមកម៉ោង 9 ហ្នឹងទៅបិណ្ឌបាតតាមភូមិបងធ្លាប់ឃើញជាបិណ្ឌបាតលោកបិណ្ឌបាតតាមភូមិប្រសងហ្នឹងហើយបងដល់ពេលអញ្ចឹងចេញពីរៀនដូចជាម៉ោង 9ហ្នឹងផុតម៉ោង 9ហ្នឹងទៅបិណ្ឌបាតដើម្បីយកបច្ច័យមកពុតគងការរៀនខ្លួនឯងដល់ពេលអញ្ចឹងទៅបិណ្ឌបាតបានយូរឯងបងបិណ្ឌបាតបានប្រហែលជា1 ម៉ោងកន្លះហ្នឹងត្រឡប់មកគាត់វិញហើយនឹងត្រឡប់មកកន្លែងរកកន្លែងអីឆាន់ហើយពួកទោះបីយើងថាំងបើសិនបើអត់បិណ្ឌបាតមួយថ្ងៃហ្នឹងអាចធ្វើយើងលក្ខណៈយើងអត់លុយទេបងយើងដឹងធ្វើស្អីកើតយើងអត់លុយនៅក្នុងទីក្រុងភ្នំពេញបងដឹងក្នុងទីក្រុងភ្នំពេញយើងមិនដូចនៅខេត្តអីយើងអត់លុយអត់អីយើងអាចទៅផ្ទះទៅអីមានអីហូបខ្លះណាបងប៉ុន្តែនៅក្នុងទីក្រុងភ្នំពេញអត់ទេតែយើងអត់លុយទៅនឹងធ្វើស្អីអញ្ចឹងមានតែចេញពីរៀននៅម៉ោង 9ហ្នឹងហើយដល់តែបិណ្ឌបាតហើយអាហ្នឹងវាពិបាកនិយាយដែរបងទីមួយយើង feeling យើងអារម្មណ៍ទោះបីយើងអារម្មណ៍យើងរៀងអៀនខ្មាស់មិនក៏យើងត្រូវលះបង់ដែរយើងនឹកឃើញថាយើងបានមករៀននៅក្នុងទីក្រុងភ្នំពេញហើយអញ្ចឹងនឹងអាភាពខ្មាស់យើងទៅជំនះហ្មងហើយណាមួយយើងថាអីយើងចេញលក្ខណៈដូចខ្ញុំនិយាយចឹងបងយើងចេញពីភូមិហើយតំបន់ដែលគេមិនសូវមានអ្នករៀនអ្នកអីទៅដល់ពេលយើងទៅហើយយើងបែបដល់ពេលយើងទៅវិញលក្ខណៈអត់បានអីមានតែគេសើចំអកហ្នឹងហើយបងហើយដល់ពេលអញ្ចឹងទៅយើងក៏ជំនះដល់ពេលហ្នឹងបិណ្ឌបាតផងអារម្មណ៍រៀងខ្មាស់រៀងអីផងយើងប៉ុន្តែយើងនឹកឃើញថាគោលដៅមួយដែលសំខាន់បំផុតគឺដើម្បីយកលុយទៅរៀនដើម្បីយកលុយទៅបង់សាលាទៅបង់ទឹកភ្លើងយើងដឹងនៅភ្នំពេញបងនៅភ្នំពេញដល់ខែទឹកភ្លើងបង់ទឹកភ្លើងហើយជាប្រសង់សំបីចង្ហាន់ហ្នឹងក៏មានបង់បច្ច័យចង្ហាន់ដែរដើម្បីបង់ដូចជាមួយទឹកប្រមាណអីប្រមាណហ្នឹងមួយទឹកដូចជា 40000 50000 អញ្ចឹងទៅហើយយើងបង់សាលារៀនផងទឹកភ្លើងផងអញ្ចឹងត្រូវតែបិណ្ឌបាតហើយម៉ែគាត់ក៏ដឹងរឿងយើងដែរដឹងរឿងពេលថាគាត់ផ្ញើជាលុយផ្ញើអីដូចជាមួយខែប្រមាណដើម្បីឲ្យយើងពុតគងការរៀនណាហើយគ្រួសារទោះបីគាត់ពិបាកក៏ដោយគាត់ក៏នៅប្រាប់ថាបាច់បារម្ភរឿងអ្នកផ្ទះទេខំទៅរៀនទៅអ្នកផ្ទះនេះមានដូចជាបងអីគាត់ជួយទំនុកបំរុងឲ្យខ្លះហើយអញ្ចឹងពេលហ្នឹងម៉ែគាត់ឲ្យត្រឡប់ខ្ញុំអត់សូវបានទៅលេងគាត់ហើយយើងអា social media ឬខាងទូរស័ព្ទអីអត់បានតំណទៅគាត់ទេពេលហ្នឹងយើងមករៀនក្នុងទីក្រុងភ្នំពេញបងពិបាកសំបីតែពេលហ្នឹងខ្ញុំបង់សាលាអស់លុយសល់ 2000 រៀលសំបីលុយតិចបបក៏អត់មានអីញ៉ាំដែរប៉ុន្តែយើងលក្ខណៈយើងចិត្តធ្ងន់ដែរយើងនឹកឃើញទោះបីវាពិបាកក៏ដោយប៉ុន្តែយើងអត់បោះបង់ការសិក្សាទេព្រោះការសិក្សាវានឹងអាចធ្វើឲ្យយើងថ្ងៃណាមួយយើងធ្វើឲ្យជីវិតយើងល្អហើយទទួលបានការអប់រំល្អអញ្ចឹងចង់សួរបងពេលហ្នឹងពេលដែលបងទៅរកថ្នាក់ភាសាសាលារៀនអង់គ្លេសអីហ្នឹងពេលហ្នឹងនៅតែក្នុងនៅបងអត់ទាន់បានសឹកទេនៅ4បាទចុះពេលដែលបងសឹកហ្នឹងពេលហ្នឹងបងបានចប់ថ្នាក់ទី12ឯមែនឬក៏នៅក្នុងអត់ទាន់រៀនចប់ទេហ្នឹងឯងបងអរគុណច្រើនបងដូចជាខ្ញុំចាប់ផ្ដើមលាចាកសិក្ខាបទហ្នឹងឬក៏ហៅថាសឹកហ្នឹងគឺខ្ញុំចប់ទី12លោកហើយដោយសារតែយើងនឹកឃើញថាយើងបានមាននិស្ស័យបួសក្នុងពុទ្ធសាសនាអញ្ចឹងក៏សូមចិត្តទ្រាំដើម្បីរៀនឲ្យចប់ទី12លោកហើយណាមួយវាជីវិតយើងវាត្រូវជួបអីថ្មីទៀតណាបងជួបអីថ្មីទៀតទៅខ្ញុំក៏នឹកឃើញថាយើងចប់ទី12លោកហើយអញ្ចឹងក៏សឹកចេញហ្នឹងហើយក៏សឹកទៅដើម្បីមកបន្តការសិក្សារៀននៅបញ្ញាបត្រទៀតដល់ពេលប្រឡងទី12ហ្នឹងសំបីតែពេលប្រឡងហ្នឹងបងប្រឡងឌីប្លូមប្រឡងទី12អីហ្នឹងយើងក៏អត់ហ៊ានប្រាប់ម៉ែដែរយើងនឹកឃើញប៉ុន្តែយើងការខិតខំយើងនៅតែមានចឹងប៉ុន្តែដល់ពេលប្រឡងទី12ចេញរីសាលមកជាប់បានយើងប្រាប់ម៉ែតាំងម៉ែខ្ញុំប្រឡងទី12ជាប់ហើយពេលហ្នឹងអារម្មណ៍គាត់បែបណាអារម្មណ៍គាត់ថាគាត់សប្បាយចិត្តណាដល់ពេលឃើញកូនថាឃើញកូនមករៀននៅភ្នំពេញហើយដល់ពេលកូនបានលទ្ធផលល្អអញ្ចឹងគាត់សប្បាយចិត្តណាបង
ហើយយើងដឹងបងរៀននៅក្នុងទីក្រុងភ្នំពេញខ្ញុំប្រាប់ចឹងនៅតែមួយក្រែហ្នឹងឲ្យបិទវាំងននហើយយប់ឡើងយើងអង្គុយរៀនយើងជួបលក្ខណៈមិនមែននៅតែម្នាក់ឯងទេបងគាត់នឹងនៅច្រើនគ្នាអញ្ចឹងដល់ពេលយើងអ្នករៀនទៅគេអ្នកអត់រៀនខ្លះគេអញ្ចឹងគេអ្នកអត់រៀនក៏មានអ្នករៀនក៏មានអញ្ចឹងវាលាយឡំគ្នាលក្ខណៈវាច្បល់បងច្បល់លាចូលគ្នាហ្នឹងបើយើងនៅមកបន្ទប់ទៅស្រួលអញ្ចឹងពេលខ្លះយើងពេលយប់ពេលអីយើងអង្គុយបើកភ្លើងដើម្បីមើលមេរៀនយប់គេត្រូវបិទភ្លើងតែពេលយើងអ្នករៀនហ្នឹងហើយទៅបើកភ្លើងទូចដើម្បីមើលសភៅបាទបងដោយសារតែខ្ញុំគិតថាយើងបានមកដល់ទីក្រុងភ្នំពេញហើយបើយើងអត់រៀនទេវាទៅវិញលក្ខណៈអាសាបងនឹងអាសាបងយើងលក្ខណៈយើងមកចំណាយពេលនៅក្នុងទីក្រុងភ្នំពេញយូរហើយបើតែយើងអត់រៀនវិញលក្ខណៈទៅវិញទៅទេវិញហើយយើងអញ្ចឹងដូចពាក្យសម្ដីដែលគេថាស្លឹកឈើជួសមួយថ្ងៃវាគល់ចុះនៅពេលដែលបងបានសឹកលាចាកសិក្ខាបទហើយពេលហ្នឹងបងបន្តជីវិតបងបែបណាបងទៅរកផ្ទះជួលឬក៏ទៅរកការងារអីដើម្បីយកលុយយកអីហ្នឹងមករៀនហើយម៉ែឲ្យពុកបងគាត់ផ្គត់ផ្គង់បងបែបណាខ្លះពេលហ្នឹងពេលហ្នឹងហើយពេលដែលចាប់ផ្ដើមលាចាកសិក្ខាបទហ្នឹងដូចជាខ្ញុំចប់ថ្នាក់ទី12ហើយដល់ពេលលាចាកសិក្ខាបទហ្នឹងលក្ខណៈដូចជីវិតយើងកើតថ្មីអញ្ចឹងបងដូចលក្ខណៈអត់មានអីទីដៃទេហ្មងហើយដល់អញ្ចឹងនឹកឃើញទាំងចាប់អីយកអីទេប៉ុន្តែការរៀននៅតែបន្តការរៀនដល់ពេលហ្នឹងដល់ពេលដែលខ្ញុំចាប់ផ្ដើមលាចាកសិក្ខាបទហ្នឹងខ្ញុំខូចឪពុកបានហើយអញ្ចឹងមានតែម៉ែមួយឲ្យប្រាប់គាត់ទាំងម៉ែខ្ញុំចង់លាចាកសិក្ខាបទដោយសារតែយើងបានបួសរឿងយូរដែរបួសដូចជា10ឆ្នាំដែរបងដល់ពេលអញ្ចឹងទៅក៏ចង់លាចាកសិក្ខាបទហ្នឹងក៏ប្រាប់គាត់ទៅហើយគាត់ថាអត់អីទេបើអាចលាចាកសិក្ខាបទអីបានលាទៅហើយការទំនុកបំរុងគាត់នឹងនៅតែមានឲ្យយើងបងមួយខែអញ្ចឹងគាត់ដូចជាជូនជាបច្ច័យឬក៏ជាលុយនឹងឲ្យយើងអាចអីខ្លះដូចជា60000 50000ឬក៏100,000នៃតាមហ្នឹងបងហើយអ្នកខេតហ្នឹងឯងបងយើងគាត់ទោះបីមិនគាត់ពិបាកយ៉ាងណាក៏គាត់អត់ដែលពោលប្រាប់យើងដែរគាត់ថាបាច់ភ័យទេខំតែបន្តការសិក្សាទៅគាត់ផ្ញើជាអង្គផ្ញើជាលុយផ្ញើអីមកឲ្យយើងបន្តការសិក្សារៀនទៀតហើយនៅពេលហ្នឹងខ្ញុំដល់ពេលសឹកភ្លាមហ្នឹងក៏អត់តាន់មានលទ្ធភាពដើម្បីទៅនៅជួបតាជួលដែរបងខ្ញុំសុំអាស្រ័យលោកនៅសិននៅវត្តសិនដើម្បីថាសុំបន្តការសិក្សាសុំនៅវត្តសិននៅវត្តពួកយើងនឹកឃើញថាយើងទៅក្រៅយើងចំណាយច្រើនហើយទី1យើងអត់តាន់មានការងារច្បាស់លាស់នោះបងហើយយើងមកថ្មីដូចខ្ញុំថាអញ្ចឹងដូចយើងជីវិតយើងទៅកើតថ្មីអញ្ចឹងវាអត់មានអត្តនៈតំណងក៏វារៀងតិចហើយខាងម៉ែខាងអីក៏គាត់ផ្គត់ផ្គង់ដឹងបងផ្គត់ផ្គង់គាត់ជួយតាមសមត្ថភាពលទ្ធភាពគាត់អាចជួយយើងបានដែរបងពេលហ្នឹងចង់ដឹងថាពេលដែលបងចប់ទី12ហ្នឹងភ្លាមហ្នឹងបងថាបងចង់តថ្នាក់បញ្ញាបត្រតែពេលហ្នឹងបងសុំវត្តស្នាក់នៅបដាអាសន្នសិនហើយពេលហ្នឹងបងទៅរកសកលធ្វើម៉េចយកលុយធ្វើម៉េចបានលុយមកពីណាពេលហ្នឹងចង់ដឹងហ៎ពេលហ្នឹងហ៎បងពេលហ្នឹងមានតែបណ្ឌបាតបងបណ្ឌបាតតាមភូមិហ្នឹងតែចាំថាពេលដែលមានន័យថាពេលដែលបងមុនលាចាកសិក្ខាបទហ្នឹងគឺបងមានលុយខ្លះហើយត្រូវអត់បងសម្រាប់ក្នុងការគិតថាបន្តទៅថ្នាក់សាកលវិទ្យាល័យនេះមានខ្លះហើយមានខ្លះដែរបងសន្សំតាំងពីនៅលោកសន្សំដើម្បីសម្រាប់ទៅបងសាលាហ្នឹងអញ្ចឹងចូលបានចង់សួរបងថានៅពេលដែលចប់ទី12ហ្នឹងបងបានសឹកហើយបងក៏អត់ត្រូវចំណាយលុយទៅលើការស្នាក់នៅផ្ទះជួលទេដោយសារយើងបានសុំខាងវត្តស្នាក់អាស្រ័យនៅចឹងទៅស្គាល់ថាពេលហ្នឹងបងរកសកលធ្វើម៉េចហើយបងលុយសាលាធ្វើម៉េចបានលុយមកពីណានិយាយថាពេលដែលនៅក្នុងភេទជាប្រសង់ហ្នឹងលុយដែលបងបានទៅសំហ្នឹងគ្រប់នៅក្នុងការបង់សាលាហ្នឹងដែរមែនខ្វះបងចឹងមិនចង់ឲ្យបងហ៊ីបហបឡៃហ្នឹងទីអាចឆ្លោះដែរពេលដែលបងសឹកភ្លាមហើយត្រូវចាប់ទី12ហើយត្រូវឡើងសកលនេះទៅបងបានប្រាក់មកពីណាបានបង់ក្នុងការសិក្សាហ្នឹងហើយត្រូវធ្វើម៉េចនៅរស់នៅបែបម៉េចរលួយបែបម៉េចចឹងហ៎បងហ្នឹងហើយអរគុណច្រើនបងនៅពេលដែលខ្ញុំបានចប់ទី12ហ្នឹងខ្ញុំពេលហ្នឹងក៏សម្រេចចិត្តថាចង់សឹកហើយដោយសារតែ
នៅបួសយូរចឹងទៅយើងចង់ជួបយើងចង់រកអីថ្មីថ្មីថែមទៀតចឹងហើយដល់ពេលហ្នឹងទៅចាប់ផ្ដើមមករកសាលារៀនហ្នឹងដល់សាកសួរព័ត៌មានដូចជាសួរsearch ខាង social media ផងហើយសួររៀមច្បងផងដោយសារតែយើងចង់រៀននៅសាលានៅបញ្ញាបត្រហ្នឹងដើម្បីត្រូវជំនាញយើងដល់ពេលអញ្ចឹងទៅក៏ខ្ញុំសួររៀមច្បងសួរទាំងមានស្គាល់សាលាណាដែលតម្រូវលក្ខណៈរៀន focus ដូចជាអក្សរសាស្ត្រអង់គ្លេសអត់ហើយដល់ពេលហ្នឹងទៅក៏ខ្ញុំ search មើលព័ត៌មាន search មើលតាម social media search អញ្ចឹងទៅក៏ឃើញសាលា BLT បញ្ញាបត្រសាកលវិទ្យាល័យ BLT ដល់ពេលហ្នឹងទៅក៏ខ្ញុំចាប់អារម្មណ៍ហើយក៏សាកសួររៀមច្បងទាំងហ្នឹងសាលា BLT សាលាប្រហាត់ល្អ focus ទៅលើដូចជាគ្រូបរិញ្ញាគ្រូអីហ្នឹងល្អអក្សរសាស្ត្រអង់គ្លេសហ្នឹងត្រូវហើយបាច់តាណាទេហើយដល់ពេលអញ្ចឹងទៅខ្ញុំក៏ចាប់ផ្ដើមរកលុយហើយសន្សំលុយនេះអាលុយអត់តាន់គ្រប់ទេបងអាថ្ងៃដែលពេលលាចាកសិក្ខាបទហ្នឹងពេលសឹកហ្នឹងអត់មានលុយគ្រប់បងសាលាទេអញ្ចឹងក៏ប្រាប់ម៉ែតាមទៀតហើយដោយសារតែយើងដឹងបងហើយម៉ែគាត់ដឹងធ្វើម៉េចគាត់អ្វីដែលគាត់មានណាដូចជាតាមសុកខ្សែទៅអីពីមុនគាត់មានចំសัตว์ចំអីហ៎បងអញ្ចឹងគាត់ក៏លក់គោលក់អីមកដើម្បីយកលុយនោះមកឲ្យខ្ញុំរៀនហើយគាត់ថាំងបាច់ភ័យទេគាត់ចង់ឃើញកូនគាត់ជោគជ័យព្រោះថាំងមានតែខ្ញុំមួយហ្នឹងវាមនោរឿងឆ្ងាយជាងគេហើយដល់ពេលអញ្ចឹងទៅគាត់ខំយករបស់បោគាត់នឹងលក់ដើម្បីយកលុយមកឲ្យខ្ញុំរៀនហ្នឹងដល់ពេលអញ្ចឹងទៅខ្ញុំសុំលុយគាត់ខ្លះមកហើយភាសាយើងនៅជាប្រសង់យើងក៏មានបច្ច័យដើម្បីបង់ត្រៀមខ្លះដែរទៅក៏អាចបង់សាលារៀនបញ្ញាបត្រតាមទៀតទៅពេលហ្នឹងបងបានជ្រើសរើសសាកលវិទ្យាល័យ BLT បាទបងចង់សួរបងថាពេលហ្នឹងបងទទួលបានព័ត៌មានពីខាងណាខ្លះដែលថាសាកលវិទ្យាល័យ BLT មានជំនាញដែលបងចង់បានត្រូវការអីចឹងហើយគុណភាពមិនដូចបងនិយាយមិញចឹងពេលហ្នឹងបងដឹងមកពីណាមុនដំបូងសួររៀមច្បងដោយសារយើងនៅវត្តចឹងមានរៀននៅសាកល BLT មានរៀននៅសាកល BLT ចឹងទៅក៏យើងចាប់អារម្មណ៍ទៅសួរព័ត៌មានរៀមច្បងទៅហើយដល់ពេលកថាំងហ្នឹងហើយសាលាសាកលវិទ្យាល័យ BLT ហ្នឹងគេបរិញ្ញាតាក់ទងទៅនឹងអក្សរសាស្ត្រអង់គ្លេសឬក៏មានជំនាញច្រើនណាប៉ុន្តែដោយសារខ្ញុំរៀនឆ្លាញ់អក្សរសាស្ត្រអង់គ្លេសចឹងទៅក៏គេ recommend ឲ្យមករៀននៅសាលា BLT ហើយខ្ញុំមកសាកសួរព័ត៌មានផ្ទាល់ទៀតសួរខាងកន្លែងសួរព័ត៌មានហ្នឹង research សួរគាត់ថាំងបងដោយសារតែខ្ញុំចង់រៀនជំនាញអក្សរសាស្ត្រអង់គ្លេសខាងបរិញ្ញាអញ្ចឹងគិតតម្លៃមិនដែរបងមួយឆ្នាំមិនដែរហើយការបងសាលាហ្នឹងបែបមិនហ្នឹងសួរគាត់អស់ហើយបងសួរដល់ពេលអញ្ចឹងទៅក៏យើងចាប់អារម្មណ៍ទៅហើយពេលហ្នឹងយើងអត់លុយបងយើងដឹងដូចជាយើងបងមួយឆ្នាំវារៀងច្រើនដែរមួយឆ្នាំរៀងច្រើនដែរអញ្ចឹងទៅយើងសុំបងថាំងបងតើខ្ញុំអាចបងសាលាហ្នឹងពាក់កណ្ដាលបានអត់មកឆមាសបានអត់ដល់ពេលហ្នឹងទៅបងលុយយើងមានតែប្រហែលមកគ្រប់ហ្នឹងបងដល់ពេលបងលុយអស់ទៅក៏សួរម៉ែថែមទៀតយើងដល់ពេលយើងបងសាលាអស់លុយហើយដល់ពេលទៅសួរម៉ែថែមទៀតដោយសារតែខ្វះខាតចុះទៅហើយម៉ែគាត់អត់ណែគាត់ថាធ្វើម៉េចឲ្យខំរៀនហ្នឹងគាត់ទុកចិត្តខ្ចីលុយគេដើម្បីយកមកឲ្យកូនរៀនគាត់ខ្ចីលុយគេថែមមកលក់នេះលក់នោះឲ្យខ្លះលក់របស់របរខ្លះដើម្បីបន្សំមកគ្រប់ឲ្យកូនរៀនចង់សួរបងមួយទៀតថាពេលដែលបងចូលឆ្នាំទី1ហ្នឹងបងប្រាប់ថាបងមានលទ្ធភាពបងត្រឹមតែមកឆមាសដំបូងទេចុះដល់ពេលឆមាសក្រោយទៅហើយតដល់ឆ្នាំទី2ទី3ទី4ទៀតបាទហើយហ្នឹងបងជាអ្នករ៉ាប់រងទាំងអស់ឬក៏មានម៉ែមានអីគាត់ជួយនៅពេលហ្នឹងដែរខ្ញុំបន្ទាប់ពីខ្ញុំបានសឹកចេញពីលោកមកដល់ពេលហ្នឹងខ្ញុំក៏សម្រេចចិត្តដាក់ពាក្យធ្វើការហ្នឹងពេលហ្នឹងដោយសារមានបានសួរ lecturer នៅសាកលវិទ្យាល័យគាត់ recommend ថាបងអូនគួរតែធ្វើការបដៅរៀនបដៅព្រោះកាលណាបើយើងធ្វើការបដៅរៀនបដៅទៅយើងមានបទពិសោធន៍ទៅយើងចប់ឆ្នាំទី4យើងមានបទពិសោធន៍ច្រើនដែរអ
អញ្ចឹងពេលហ្នឹងtôiក៏សួរ lecturer ទៅបន្ទាប់ពីខ្ញុំសឹកភ្លាមហ្នឹងក៏ខ្ញុំសម្រេចចិត្តថាដាក់ពាក្យbrain ហ្មងទៅដល់ពេលអញ្ចឹងខ្ញុំដូចជារៀនបានដូចជាyear 1 semester 1ឯងដល់ពេលអញ្ចឹងទៅខ្ញុំក៏ចាប់ផ្ដើមសម្រេចចិត្តថាដាក់ពាក្យធ្វើការជាអីដែរបងពេលហ្នឹង ពេលហ្នឹងខ្ញុំដាក់ពាក្យលើគ្រូបរិញ្ញាអង់គ្លេសហ្មងនៅណាបងនៅសាកលវិទ្យាល័យ BLT ហ្មងដាក់តាម UC ហ៎ ចាបង ដល់ពេលហ្នឹងទៅក៏បាននៅឃើញថាសម្រាប់ចិត្តដាក់ពាក្យធ្វើជាគ្រូបរិញ្ញាហ្នឹងដោយសារយើងក៏អង់គ្លេសយើងអាចប្រើប្រាស់បានដែរ ចាបង ដល់ពេលអញ្ចឹងទៅយើងក៏ដាក់ដូចជា apply CV ហ្នឹងមួយ UC ទៅហើយ UC ក៏សួរព័ត៌មានខ្លះៗតើតើហ្នឹងបងអូនអង់គ្លេសបងអូនមិនដែរដូចជាយើងខ្លាំងអង់គ្លេសអត់អាចបរៀនក្មេងអាចបរៀនសិស្សភាសាអង់គ្លេសបានអត់អញ្ចឹងទៅពេលហ្នឹងក៏ចាប់ផ្ដើមដាក់ពាក្យឲ្យចាំដូចជាបានមួយខែអាពេលហ្នឹងបងអាពេលដែលយើងដល់ពេលយើងអត់តបានការងារធ្វើបងដល់ពេលខាងសាលាតាក់ទងមកក៏ឡើងខ្ញុំអត់នៅពេញទេខ្ញុំទៅនៅខេត្តខ្ញុំដូចជាក៏ឡើងដូចសៅរ៍អាទិត្យដូចជាសៅរ៍ហ្នឹងទៅលេងខេត្តដល់ពេលខាងសាលាទេមកជំរាបសួរលោកគ្រូយើងពេលហ្នឹងយើងដឹងហើយតែថាដឹងមានខាងសាលាតាក់ទងអញ្ចឹងដល់ពេលហ្នឹងសប្បាយចិត្តបងសប្បាយចិត្តនៅឃើញយើងចេញមកយើងចង់ធ្វើអាការងារតាមក្តីសម័យយើងហ្នឹងបងដល់ពេលអញ្ចឹងទៅខាងសាលាមកយើងសប្បាយចិត្តលក្ខណៈយើងទៅស្រែកប្រាប់មិត្តភ័ក្តិបងប្អូនថាយើងបានជាប់អា CV ដែលយើង apply ធ្វើគ្រូបរិញ្ញាហ្នឹងបានជាប់ហើយអញ្ចឹងក៏សប្បាយចិត្តដែរបងដល់ពេលអញ្ចឹងហើយព្រឹកឡើងរៀបចំអីវ៉ាន់មកពីខេត្តវិញនឹងរៀបមកភ្លាមពីខាងបងខាងសាលាហៅបងមកធ្វើតេស្តជាគ្រូបរិញ្ញាហ្នឹងនៅម៉ោងដូចជាម៉ោង9ម៉ោង10ពេលថ្ងៃហ្នឹងដល់ពេលអញ្ចឹងរៀបចំអីវ៉ាន់មកវាសប្បាយចិត្តពេកហ្មងសប្បាយចិត្តពេករៀបចំអីវ៉ាន់មកពីខេត្តមកជិះតាំងពីព្រឹកមកដល់ពេញមកអង្គុយចាំកន្លែងគេសម្ភាសការងារហ្នឹងបងនៅណាពេលហ្នឹងទីតាំងដែរបងកាលហ្នឹងដោយសារតែខ្ញុំរៀននៅBLT សាកលវិទ្យាល័យទី1នៅខាងទួលស្លែងដល់ពេលហ្នឹងទៅខ្ញុំក៏ជិះមកហ្នឹងមកអង្គុយចាំហ្នឹងហ្មងសម្ភាសនៅទីតាំងទី1ហ្នឹងហ្នឹងបងហើយពេលហ្នឹងមកសម្ភាសឲ្យជួបលក្ខណៈយើងថ្មីបងយើងថ្មីយើងវាពេលខ្លះអត់ស្គាល់អត់អីដល់ពេលសួរបងណាមៃផងសួរជួបអ្នកតាមផ្លូវសួរបងកន្លែងគេសម្ភាសគ្រូនៅកន្លែងណាអញ្ចឹងទៅគេប្រាប់នៅជាន់ទីម៉ានទៅដើរទៅជាន់តាមហ្នឹងហើយទៅមុនវងក៏អត់ស្គាល់ដែរយើងដឹងបងយើងមករៀននៅសាកលវិទ្យាល័យថ្មីយើងកន្លែងថ្មីទៅអត់តែពេលហ្នឹងពេលដែលបងមកដាក់ពាក្យហ្នឹងពេលហ្នឹងបងបានរៀនហើយបានមកឆោមនេះហើយហ្នឹងហើយបងបានរៀនបានមកឆោមនេះហើយដូចជាឆ្នាំទី1បានរៀនមកឆោមនេះតែយើងអត់ស្គាល់អីច្រើនបានទេលក្ខណៈយើងមកថ្មីទៅអត់ស្គាល់អញ្ចឹងចាប់ផ្ដើមទៅសួរព័ត៌មានសួរអីទៅសួរខាងជំនាញខាងអង់គ្លេសគ្រូ ESL teacher ទៅក៏ជួបលោកប្រធានទៅលោកប្រធានទាំងលោកគ្រូអាចបរៀនតាប់ពី level ណាទៅ level ណាអញ្ចឹងពេលហ្នឹងពេលដែលទៅសម្ភាសហ្នឹងជាប់ហើយត្រូវអត់តាន់បានសម្ភាសទេបងក្នុងពេលហ្នឹងគាត់គេទៅសាកសួរព័ត៌មានហើយបានចាប់ដើមឲ្យសម្ភាសក្រោយអញ្ចឹងបងពេលដែលបងសម្ភាសហើយក៏មានអ្នកតាក់ទងទៅថាជាប់អីចឹងហ៎បងហ្នឹងហើយបងចឹងពេលហ្នឹងបងជាប់ទៅរៀននៅថ្នាក់ណាដែរ level ម៉ានដែរពេលហ្នឹងដល់ពេលដែលបានសម្ភាសហើយដូចជាសម្ភាសបានគេប្រាប់ result តែជាប់ហ្នឹងបានគេប្រាប់ថ្នាក់ឲ្យរៀនឲ្យបរៀនពេលហ្នឹងដែរខ្ញុំចប់ដូចជាជាប់បរៀនខាងដូចថ្នាក់ level 5យ៉ាចូលមានថាអង់គ្លេសបងប៉កែអញ្ចឹងហ្នឹងដោយសារទី1យើងអ្នកឡើងមកពីខេត្តហើយមិនមែនជាថាសាមញ្ញជនទេហ្នឹងហើយបងយើងជាប្រសង់បដាយើងត្រូវរៀនបដាយើងត្រូវរៀនថាចំណេះដឹងផ្នែកលោកហងផ្នែកក្នុងពុទ្ធសាសនាហងឲ្យហងចឹងទៅត្រូវបែងចែកពេលវេលានៅក្នុងការរៀនសូត្រទាំងសងខាងហើយមានពេលជាទៅរៀនអង់គ្លេសបានមានចំណេះដឹងខាងភាសាអង់គ្លេសរហូតបានធ្វើតេស្តជាប់គ្រូ level 5ទៀតខ្ពស់សមត្ថភាពអង់គ្លេសបងខ្ពស់ដោយសារពេលហ្នឹងមួយទៀតបងនិយាយតាក់ទងបកក្រោយបន្តិចនៅដូចជាឆ្នាំ2017-18ហ្នឹងពេលហ្នឹងចាប់ផ្ដើមរកសាលារៀនអង់គ្លេសបង
ដល់ពេលហើយយើងចំសាលាគេរៀនថ្លៃហ៎បងពេលហ្នឹងអត់មានលុយបង់សាលាទេអត់មានលុយបង់សាលាក៏សួរម៉ែហើយយើងដូចជាប្រសងអញ្ចឹងអាចបិណ្ឌបាតបានណាបងបិណ្ឌបាតបិណ្ឌអីទៅដើម្បីសន្សំលុយហ្នឹងមកយកប្រគ្រប់សាលាហើយពេលហ្នឹងអារម្មណ៍យើងវាអារម្មណ៍ខ្មាស់អៀនណាវានៅតែមានប៉ុន្តែដោយសារយើងគិតនឹកឃើញក្នុងចិត្តថាយើងយកលុយហ្នឹងដើម្បីទៅបង់សាលាដើម្បីធ្វើម៉េចឲ្យខ្លួនឯងចេះឲ្យចេះដឹងទោះបីខ្មាស់មិនក៏ត្រូវតែទៅដែរដល់ពេលអញ្ចឹងទៅយើងជំនះហ៎បងយើងមានអាឆន្ទៈយើងមួយថាចង់រៀនចប់បញ្ញាបត្រមួយចង់បានអង់គ្លេសរៀងប្រសើរអញ្ចឹងទៅក៏ពេលហ្នឹងក៏ហើយបងថ្លៃដែរបងយើងបងសាលាហើយសាលារៀនយើងគេមិនសម្គាល់ទៅលើអ្នកក្រអ្នកមានណាសំខាន់ឲ្យតែមានលុយបងសាលាគេទៅអាចរៀនបានបងធ្វើតេស្តជាប់ level 5អញ្ចឹងដឹងថាកម្រិតនៃអង់គ្លេសបងក៏ខ្ពស់ដែរទេចង់ដឹងថាពេលដែលបងទៅរៀនអង់គ្លេសក្នុងកំឡុងឆ្នាំ2017 2018ហ្នឹងបងចេះខ្លះហើយឬក៏អត់សោះហ្មងនៅក្នុងពេលហ្នឹងមែននៅក្នុងពេលហ្នឹងគឺយើងមកភ្នំពេញហ្នឹងអត់ចេះអង់គ្លេសសតអត់ចេះសតប៉ុន្តែយើងរលុយរកអីទៅចោះឈ្មោះចូលរៀនសាលាហើយប្រឹងពីនឹងរហូតបានដល់តែជោគជ័យទៅលើផ្នែកភាសាអង់គ្លេសហ្នឹងបាទបងដោយសារតែពេលហ្នឹងយើងចង់ចេះអង់គ្លេសយើងនៅឃើញថាយើងចេញមកពីខេត្តហើយយើងចង់ចេះអង់គ្លេសពេលហ្នឹងយើងស្វះស្វែងរកសាលារៀននៅភ្នំពេញហ្មងរកសួរមិត្តភ័ក្តិផងសួរគេផងធ្វើម៉េចឲ្យបានសាលារៀនអង់គ្លេសហើយចាប់ដើមចូលរៀនធ្វើម៉េចឲ្យតែសាលាអីក៏បានឲ្យតែរៀនអង់គ្លេសហើយមានកន្លែងខ្លះគេ free ចង់ទៅរៀនមួយគេអញ្ចឹងទៅសួរព័ត៌មានគេថាខ្លះទៅកន្លងរៀនមុនដំបូងគឺរៀនសភៅ beginner ទេបងរៀនសភៅ beginner ហ្នឹងហើយហើយទៅរៀនមួយគេបងយើងអ្នកខេត្តហើយគេអ្នកពេញដល់ពេលយើងទៅរៀនយើងអត់ចេះហើយគេខ្លះយើងនៅក្នុងថ្នាក់គេប៊ូលូណាបងប៊ូលីចាគេអាចថាប្រជែងហ្នឹងហើយប្រជែងហើយជាពិសេសអ្វីដែលយើងគេធ្វើបាបយើងឃើញយើងមកពីខេត្តអីហ្នឹងទៅគេហៅពីដូចជាយើងរៀនក្នុងថ្នាក់វាមានសកម្មភាពខ្លះគ្រូហៅឡើងអានឡើងសរសេរអីបងអាពេលហ្នឹងបងយើងខ្ញុំពេលហ្នឹងចាប់ផ្ដើមដូចជាគ្រូហៅឡើងសរសេរឡើងប្រកបពាក្យដូចជាពាក្យ orange អាពាក្យហ្នឹងឡើងគ្រូឲ្យ spell លើក្តៅខៀនអត់សរសេរចេញញ័រដៃហ្មងយើងលក្ខណៈយើងវាភ័យខ្លាំងហើយអត់ចេះផងហើយយើងរៀនមួយអ្នកភ្នំពេញទៀតដល់ពេលអញ្ចឹងទៅយើងប្រកបអត់ចេញទេដល់ពេលហ្នឹងគេរៀនមួយគេ bully ឡើងមួយឆ្នាំគាត់គេឃើញមុខគេថាំងគេហៅយើងមិនហៅឈ្មោះយើងទេគេហៅ orange ដោយសារយើងអត់ចេះពាក្យហ្នឹងដល់ពេលហ្នឹងយើងខំរៀនណាបងឲ្យបងសាលាបងអីដូចត្រឡប់ខ្ញុំក៏ឡើងនឹកឃើញថាយើងចេញពីម៉ែមកចេញពីឪមកចេញពីគ្រួសារអ្នកក្រីក្រហើយអញ្ចឹងមកដល់ភ្នំពេញទោះបីមានឧបសគ្គអីក៏នៅតែរៀនដែរពេលដែលបងខ្លាចជាគ្រូបរិញ្ញាហ្នឹងអារម្មណ៍បងបែបណាហើយអារម្មណ៍អ្នកផ្ទះបែបណាហើយពេលហ្នឹងបានជួបជាមួយអាដាមដិតអីហ្នឹងហើយបងអាចប្រាប់តិចមកថាពេលហ្នឹងបងក្នុងចិត្តបែបណាក្នុងពេលដែលដឹងថាខ្លួនឯងជាប់ជាគ្រូបរិញ្ញាហ្នឹងហើយបានទៅរៀន level 5អាចថាខ្ពស់ទៀតហើយម៉ែហើយអាចថាមានពុកទេត្រូវអត់បងចាពុកពុកបាទពុកគាត់ខូចចឹងទៅអ្នកនៅផ្ទះអីគាត់ដឹងចឹងទៅគាត់អារម្មណ៍ពេលហ្នឹងគិតបែបណាទៅលើបងអីចឹងចង់ដឹងពេលហ្នឹងពេលហ្នឹងពេលសម្ភារចាប់ផ្ដើមមកសម្ភារហើយក៏ជាប់ហើយទៅជួបឯកឧត្តមពេលចាប់ដើមយើងទៅជួបឯកឧត្តមអារម្មណ៍យើងវាសប្បាយចិត្តមកនឹកឃើញជួបឯកឧត្តមផ្ទាល់សប្បាយចិត្តអត់ដែលជួបទេយើងនឹកឃើញថាយើងមករៀននៅសាកលយូរអត់ដែលជួបឯកឧត្តមផ្ទាល់ទេដល់ពេលបានទៅសភាទៅអង្គុយចិត្តឯកឧត្តមហើយនិយាយមួយឯកឧត្តមសួរទៅយើងសប្បាយចិត្តហ្មងអង្គុយចាំទោះបីកាលអង្គុយចាំរៀងយូរក៏យើងសប្បាយចិត្តដែរអង្គុយចាំនឹងហើយដល់ថ្ងៃសភាមួយឯកឧត្តមហើយសភាមួយឯកឧត្តមគាត់ក៏សួរព័ត៌មានខ្លះថាំងរៀននៅណាអីនៅណាហើយភាសាអង់គ្លេសអីមិនដែរហើយមកពីខេត្តណាគ្រួសារបែបមិនទៅនិយាយប្រាប់គាត់ប្រាប់អីទៅពេលហ្នឹងទៅគាត់ក៏អត់អីហ្នឹងហើយគាត់ក៏ផ្ដល់ឱកាសថាំងដោយសារតែឃើញប្អូនតស៊ូរៀនខិតខំឲ្យគ្រួសារក្រីក្រទៀតអញ្ចឹងទៅគាត់ក៏ផ្ដល់ឱកាសឲ្យរៀនហ្នឹងទៅចាបងមានជាសារអីចង់អរគុណទៅកាន់អាដាមដិតដែលបានផ្ដល់ឱកាសបងខ្ញុំសូមអរគុណអាដាមដិតលីឆេងដែលបានផ្ដល់ឱកាសឲ្យខ្ញុំអាចក្លាយទៅជាគ្រូបរិញ្ញាម្នាក់នៅក្នុង
សាលា Belty អន្តរជាតិដែរពេលហ្នឹងយើងមិននឹកស្មានតែយើងបានជួបដែរទេក៏ឡើងពេលចាប់ផ្ដើមជួបបានជួបអីដងភ្លាមហើយយើងទៅប្រាប់ម៉ែយើងសប្បាយចិត្តហ្មងសប្បាយចិត្តខ្លាំងថាំងម៉ែខ្ញុំអាចជួបជាគ្រូបរិញ្ញាបត្រនៅសាលា Belty មួយហើយយើងលក្ខណៈយើងមកថ្មីសុទ្ធហើយយើងអត់ស្គាល់ដល់ពេលអញ្ចឹងធ្វើយើងសប្បាយចិត្តខ្លាំងហ្មងហើយទៅដល់ប្រាប់ណាផ្ទះម៉ែក៏ពេលគាត់ដឹងគាត់ថាសប្បាយចិត្តវាគាត់ស្រក់ទឹកភ្នែកព្រោះគាត់ថាកូនចេញពីគាត់យូរហើយចេញឆ្ងាយដឹងទេបងយើងអ្នកនៅពេញទោះបីយើងថ្ងៃសៅរ៍អាទិត្យយើងទៅនេះក៏យើងអត់មានលុយជិះទៅលេងខេត្តដែរអញ្ចឹងគាត់ថាចេញមកយូរអញ្ចឹងពេលកូនបានជោគជ័យគាត់សប្បាយចិត្តដែរបងបងនិយាយថាអាជីពជាគ្រូបង្រៀននេះអាចជាក្តីសម័យរបស់បងក្តីសម័យបងក្តីសម័យចង់បាទបងអាចប្រាប់ពីគុណតម្លៃនៃគ្រូបង្រៀននេះតិចបានគុណតម្លៃហ្នឹងចាដោយសារតែទី1ដោយខ្ញុំសម្រាប់ចិត្តរៀននៅសាកលវិទ្យាល័យ Belty ដោយសារតែខ្ញុំឮ quote នៅក្នុងសាកលវិទ្យាល័យ Belty ថារៀននៅទីនេះវឹកហាត់នៅទីនេះធ្វើការគ្រប់ទីកន្លែងដល់ពេលយើងណាមួយយើងចង់ធ្វើការបងដល់ពេលយើងចង់ធ្វើការទៅយើងក៏សម្រេចចិត្តរៀននៅសាលាទៅហើយសាលាផ្ដល់អាលក្ខណៈសកម្មភាពនឹងវាដូចទ្រឹស្ដីផ្ទាល់ហ្មងបងដល់ពេលអញ្ចឹងទៅយើងក៏សម្រេចចិត្តថាដាក់ពាក្យធ្វើជាគ្រូបរិញ្ញាបត្រហ្នឹងហើយដល់ពេលអញ្ចឹងដល់ពេលដែលយើងជាប់ជាធ្វើជាគ្រូបរិញ្ញាបត្រហើយក៏យើងថាអូសាលាពិតជាតម្រូវត្រូវអាលក្ខណៈក្តីសម័យយើងចង់បានដល់ពេលហ្នឹងទៅយើងហើយពេលហ្នឹងខ្ញុំក៏អត់មានលុយបង់សាលាអីច្រើនដែរដល់ពេលហ្នឹងយើងរៀនទៅយើងបែបយកអាលុយដែលយើងធ្វើការហ្នឹងហើយសន្សំដើម្បីបង់សាលាថែមរៀនថែមទៀតចឹងបងហើយដល់ពេលបានជាប់ជាគ្រូបរិញ្ញាបត្រហ្នឹងហើយក៏យើងនឹកឃើញថាគ្រូបរិញ្ញាបត្រពិតជាមានសេចក្តីថ្លៃថ្នូរព្រោះណាមួយខ្ញុំវាជួយចិត្តលក្ខណៈជួយចិត្ត search អីថ្មីជួយចិត្តរបស់ថ្មីឲ្យជួយចិត្តនិយាយបែបជា share ជា knowledge ទៅកាន់ក្មេងៗទៅក៏សប្បាយចិត្តបានជាប់ជាគ្រូបរិញ្ញាបត្រហ្នឹងពេលដែលខ្លួនឯងខ្លាចជាគ្រូបង្រៀនហើយបរិញ្ញាសិស្សនៅក្នុងថ្នាក់ពេលហ្នឹងបងមានអារម្មណ៍ថាខ្លួនឯងម្នាក់អាចផ្ដល់ចំណេះដឹងទៅកាន់មនុស្សច្រើននាក់បាទហើយពិបាកដែរពេលបរិញ្ញាសិស្សមិនស្រួលទេខ្លះមានទូចមានធំហ្នឹងហើយបងលីគ្នាអ្នកខ្លះក៏មិនស្ដាប់ចឹងទៅគុណតម្លៃនៃគ្រូបរិញ្ញាគឺធំធេងសម្រាប់មនុស្សទូទៅនៅក្នុងពិភពលោកនេះតែម្ដងមិនមែនផ្ដោតទៅលើអ្នកណាម្នាក់ទេហើយគ្រូបរិញ្ញាមួយនេះឲ្យដែលបង្រៀនយើងឲ្យចេះតាំងពីមិនទាន់ចេះអក្សរសូម្បីតែមួយតួរហូតដល់យើងអាចអានអាចនិយាយទាំងភាសាខ្លួនឯងភាសាជាតិភាសាអន្តរជាតិគឺដោយសារតែពាក្យថាគ្រូបង្រៀនមួយនេះបាទបងអញ្ចឹងក៏ congratulation ទៅបងដែរដែលបងបានជាប់ជាគ្រូបង្រៀនតាមក្តីសម័យរបស់បងបាទបងអូខេបងឥឡូវនេះខ្ញុំចង់សួរទៅអារម្មណ៍បងមួយទៀតនៅថ្ងៃដែលទទួលសញ្ញាបត្រពួកខ្ញុំជាក្រុម media នេះគឺបានកាត់វីដេអូរបស់បងដើម្បីចាក់ប្រចាំងនៅក្នុងថ្ងៃកម្មវិធី graduate ហើយពេលនោះមនុស្សនិស្សិតច្រើននៅក្នុង hall ហ្នឹងមិនថានិស្សិតទេសូម្បីតាអ្នកអាណាព្យាបាលហើយលោកគ្រូអ្នកគ្រូដែលគាត់នៅក្នុងហ្នឹង lecturer ហ្នឹងក៏គាត់ស្រក់ទឹកភ្នែកតាមវីដេអូហ្នឹងដែរហើយគ្រាន់តែពេលហ្នឹងខ្ញុំតាមមើលពេលដែលគេមើលវីដេអូហ្នឹងហើយសំឡេងនៃការទះដៃហ្នឹង3ទៅ4ដងងាកទះដៃហើយពួកខ្ញុំជា media នេះគឺចាំងយកចាប់យកអាទស្សនវិជ្ជាដែលនិស្សិតគាត់យំនិស្សិតគាត់ទះដៃហ្នឹងបងមានអារម្មណ៍ថាមោទនភាពអត់ពេលហ្នឹងដែលវីដេអូខ្លួនឯងចាក់បច្ចាយគេឃើញហើយមានជាការចាប់អារម្មណ៍ពីទស្សនិកជនចឹងមោទនភាពខ្លាំងបងយើងមិននឹកស្មានថាយើងតស៊ូមកពីដើមហើយដល់ពេលមានខាងបងសូខាង media ទៅថតទៀតទៅស្ដែងអំពីអារម្មណ៍ដែលយើងលាក់ក្នុងចិត្តយូរយើងលាក់តាំងពីក្មេងយើងនឹកឃើញថាអត់មានពេលណាដើម្បីតែនិយាយប្រាប់គេថាយើងពីក្មេងចេះពីក្មេងចុះបបាក់ហ្នឹងហើយដល់ពេលខាង media ក៏ទៅថតផ្ទាល់ហ្មងវាលក្ខណៈយើងសំដែងអារម្មណ៍យើងលាក់ក្នុងចិត្តនឹងយូរដល់ពេលអញ្ចឹងខ្ញុំ
ដល់ពេលយើងទៅមុនដំបូងយើងលក្ខណៈយើងរៀងអារម្មណ៍យើងវាក្រកក្ដួលស្រាប់ហើយដល់ពេលមកមើលវីដេអូដែលបានចាក់នឹងហើយគួយស្រក់ទឹកភ្នែកហ្មងគួយស្រក់ទឹកភ្នែកនៅឃើញហ្នឹងយើងមិននឹកស្មានថាយើងអាចរៀនបានចប់បញ្ញាបត្រមួយទេពួកយើងកាត់ក្នុងគ្រួសារគេក្រស្រាប់ហើយ បងមានជាពាក្យអីចង់អរគុណទៅកាន់ពួកគាត់ដែលគាត់គាំទ្របងកន្លងមក អូហ្នឹងហើយបងសូមអរគុណអ្នកទាំងអស់គ្នាដែលបានគាំទ្រនិងផ្ទះដៃអបអរសាទរនឹងផ្ដល់ជាមតិដើម្បីឲ្យខ្ញុំតដំណើរទៅមុខទៀតខ្ញុំពិតជាអរគុណយ៉ាងខ្លាំងខ្ញុំមិននឹកស្មានថាខ្ញុំអាចមានវីដេអូចាក់ផ្សាយនៅថ្ងៃចប់បញ្ញាបត្រហ្នឹងទេព្រោះហើយអ្វីដែលខ្ញុំចង់និយាយទៀតនេះខ្ញុំនៅតែបន្តដំណើរទៅមុខទៀតខ្ញុំសូមអរគុណអ្នកទាំងអស់គ្នា ពេលដែលពួកខ្ញុំទៅថតពីម្ដាយបងគាត់ទៅធ្វើស្រែធ្វើអីទាំងមេឃភ្លៀងកំពុងភ្លៀងឲ្យពួកខ្ញុំទៅថតបងទៅដល់ថ្វាយអង្គមគាត់អីហ្នឹងហើយពួកខ្ញុំបានកាត់ជាវីដេអូចាក់នៅក្នុងថ្ងៃទទួលសញ្ញាបត្រហើយបង្ហោះលើបណ្ដាញសង្គមទៀតបងមានអារម្មណ៍ថាខ្មាស់អត់ដែលមនុស្សបានឃើញពីថាជីវភាពរបស់យើងពិតប្រាកដផ្ទះយើងមិនចឹងហ៎បង សម្រាប់ខ្ញុំមែនបង ចាបង អត់ខ្មាស់ហើយបងព្រោះអានឹងវាជាជីវិតពិតខ្ញុំហើយលក្ខណៈវាជាបែបជីវភាពគ្រួសារពិតចឹងបងហ្នឹងបងហើយដោយសារតែពេលហ្នឹងមិនទៅថតផ្ទាល់ហើយពេលហ្នឹងម៉ែក៏អត់នៅផ្ទះទេហើយម៉ែក៏ទៅស្រែមកដល់ពេលទៅស្រែទៅអាហ្នឹងវាអត់មានអារម្មណ៍ខ្មាស់អៀនទេបងមានអារម្មណ៍តែមោទនភាពចំពោះខ្លួនឯងនិងចំពោះម៉ែដែលយើង ទស្សនៈគេបានមើលឃើញច្រើនពីជីវិតពិតរបស់បងហើយអ្នកមើលនេះមិនមែនមើលឲ្យនេះណាមើលឲ្យសប្បាយចិត្តបាទក្តុកក្តួលនឹងទស្សនវិជ្ជាដែលគេបានឃើញនៅក្នុងវីដេអូនោះទៀតហ្នឹងហើយសូម្បីតែខ្ញុំនៅក្នុងកម្មវិធីថ្ងៃនោះក៏ខ្ញុំយំដែរខ្ញុំឈរមើលវីដេអូនោះហើយខ្ញុំយំដែរអញ្ចឹងមានអីច្រើនទៀតទេដោយសារយើងបានរៀបរាប់ពីជីវិតនៃការតស៊ូក្នុងការសិក្សារបស់បងនេះតាំងពីទូចរហូតមកដល់ចប់ថ្នាក់បញ្ញាបត្រនឹងច្រើនដែរឥឡូវបងមានជាសារអីក៏ដូចជាពាក្យពេចន៍អីចង់អរគុណជាពិសេសទៅកាន់ម្ដាយទៅកាន់ឪពុកដែលបានចែកឋានទៅហើយទៅដល់អ្នកដែលតែងតែទំនុកបំរុងឬក៏ support បងដូចជាព្រះគ្រូឧបជាដែលលោកបានថាផ្ដល់ឱកាសឲ្យបងបានស្នាក់នៅវត្តបងមានជាពាក្យពេចន៍អីអរគុណទៅកាន់ពួកគាត់បាទខ្ញុំសូមអរគុណចំពោះម៉ែហើយចំពោះឪដែលគាត់បានស្លាប់ហើយសូមអរគុណចំពោះគ្រូឧបជាហើយនឹងចំពោះអ្នកដែលតែងតែឧបត្ថម្ភខ្ញុំនៅក្នុងការសិក្សារបស់ខ្ញុំហ្នឹងខ្ញុំអត់មានអីទៅតបស្នងគាត់វិញទេមានតែយើងមានតែចំណេះដឹងហើយរៀនបាននៅសិលឹកសញ្ញាបត្រមួយសម្រាប់សញ្ញាបត្រមួយហ្នឹងវាសម្រាប់អ្នកដទៃវាគិតថាជាសាមញ្ញហើយប៉ុន្តែខ្ញុំវាស្ដីអំពីការលះបង់លក្ខណៈយើងនឹកឃើញទៅលើអា background ដែលយើងពីក្រោយវិញណាពីក្រោយវាស្រក់ទឹកភ្នែកវាមិននឹកស្មានតែខ្លួនឯងអាចមានថ្ងៃនឹងអាចបានបញ្ចប់បញ្ញាបត្រមួយដែរទោះបីវាមិនត្រូវសូវខ្ពស់ប៉ុន្មានប៉ុន្តែក៏វាសប្បាយចិត្តខ្លាំងនៅពេលដែលយើងបានយកសញ្ញាបត្រហ្នឹងទៅឲ្យម៉ែមើលនៅផ្ទាល់នៅកន្លែងផ្ទះផ្ទាល់ព្រោះដឹងហើយបងគ្រួសារយើងវាក្រអញ្ចឹងដល់ពេលយើងរៀនបានសញ្ញាបត្រហ្នឹងយើងមិនថាមើលទៅអួតអីបានទេប៉ុន្តែយើងស្ដែងអំពីការលះបង់យើងទៅកាន់ម៉ែដែលគាត់បានឧបត្ថម្ភយើងរៀនមកតាំងពីដើមហើយរហូតដល់យើងបានបញ្ចប់បញ្ញាបត្រមួយនេះដែរមកនៅពីក្រោយសញ្ញាបត្រមើលស្លឹកដែលយើងឃើញនេះមិនមែនលំគ្រាន់តែរៀនឯបានទេប៉ុន្តែវាបានបង្ហាញពីការតស៊ូការលះបង់ទាំងខ្លួនឯងជាអ្នករៀនផ្ទាល់ទាំងក្រុមគ្រួសារអូច្រើនវែងឆ្ងាយនិយាយអត់អស់ហើយបងនៅក្នុង podcast នេះនិយាយអត់អស់ហើយបើថាឲ្យនិយាយអត់អស់ហ្មងជាចុងក្រោយបងមានពាក្យអីផ្ដាំផ្ញើទៅកាន់អ្នកដែលគាត់មានជីវភាពដូចបងក៏ដូចជាគាត់មានបំណងថាចង់សិក្សាប៉ុន្តែឋានៈស្ទាក់ស្ទើរគាត់ថាខ្លួនឯងក្រីក្រជីវភាពលទ្ធភាពទៅមុខអត់បានចង់បោះបង់បងមានជាពាក្យពេចន៍អីផ្ដាំផ្ញើលើកទឹកចិត្តទៅកាន់ពួកគាត់ជាចុងបញ្ចប់ខ្ញុំសូមលើកទឹកចិត្តសម្រាប់អ្នកដែលមានឆន្ទៈ
ដែលចង់រៀនទោះបីយើងកើតមកក្នុងគ្រួសារក្រីក្រក៏ដោយប៉ុន្តែអានឹងមិនមែនជាកត្តាចម្បងសម្រាប់យើងទេអ្វីដែលសំខាន់គឺយើង ជ្រើសរើសដើរផ្លូវ ជ្រើសរើសផ្លូវខ្លួនឯងហើយតស៊ូដោយខ្លួនឯងទោះបីយើងជួបឧបសគ្គច្រើនយ៉ាងណាក៏ដោយក៏យើងមិនបោះបង់ក្តីសម័យហើយអ្វីដែលសំខាន់ដែលធ្វើខ្ញុំចង់ចាំហ្មងគឺតកតងទៅនឹងកត្តាគ្រួសារពួកយើងកើតមកហើយយើងកើតនៅក្នុងគ្រួសារគេក៏វាមិនជាកត្តាចាំបាច់ទេអ្វីដែលសំខាន់សម្រាប់យើងគឺការលះបង់យើងសួរថាយើងអាចធ្វើបានអត់អញ្ចឹងសូមផ្ដាំទៅអ្នកទាំងអស់គ្នាដែលមានជីវភាពគ្រួសារក្រីក្រដូចខ្ញុំសូមបន្តក្តីសម័យនិងខិតខំសិក្សារៀនសូត្រទៅមុខទៀតអរគុណច្រើនមក អរគុណច្រើន ហើយក៏អរគុណបងសម្រាប់ដែលចូលរួមកម្មវិធីថ្ងៃនេះហើយចែករំលែកនៅការតស៊ូជាពិសេសនៅក្នុងការសិក្សានេះតែម្ដង បាទ សម្រាប់ទៅកាន់ទស្សនិកជនហើយដោយដែលបងប្រុសគាត់បានលើកទឹកចិត្តមិញទៅកាន់ទស្សនិកជនជាពិសេសយុវជនគ្នាយើងតែម្ដងអ្នកដែលគាត់គិតថាខ្លួនឯងទៅមុខអត់រួចអីបោះបង់អាផ្នែកកំណត់ mindset នឹងចោលទៅអីក៏ទៅរួចដែរលំបាកបែបណាក៏នៅតែទៅកើតដែរលុយមានតែដូចគាត់ចឹង 10000 20000 100000អីក៏ត្រូវតែទៅរួចដែរម្នាក់ឯងក៏ដោយក៏ត្រូវតែទៅរួចដែរ ហ្នឹងហើយបងក៏សូមអរគុណដល់ម៉ែដែលបានផ្ដល់លុយឲ្យខ្ញុំ 100000 ទៅខ្ញុំអាចបានបញ្ចប់បញ្ញាបត្រមួយនេះ ផ្ដើមចេញពីលុយ 100000 ហ្នឹងចឹងអញ្ចឹងស្ដាប់ហើយជាអាចថាជារឿងរ៉ាវមួយដែលពោពេញទៅដោយការតស៊ូការអត់ធ្មត់ជាពិសេសពាក្យដែលបងនិយាយថាមិនបោះបង់ក្តីសម័យនេះពីក្មេងប្រុសម្នាក់ដែលបួសជាព្រះសង្ឃដើម្បីស្វែងរកឱកាសបន្តការសិក្សាហើយខ្លះជានិស្សិតដែលបានបញ្ចប់ការសិក្សាថ្នាក់បញ្ញាបត្រដោយជោគជ័យហើយមិនត្រឹមតែប៉ុណ្ណោះខ្លះជាគ្រូបរៀនអង់គ្លេសមួយទៀតនេះអាចថាជាផុសតាបង្ហាញថាជោគជ័យដែលយើងបានមកហ្នឹងមិនមែនកំណត់ដោយចំណុចដែលចាប់ផ្ដើមជាកើតចេញពីគ្រួសារក្រីក្រទេប៉ុន្តែកំណត់ដោយការតស៊ូវិន័យក៏ដូចជាពាក្យថាមិនបោះបង់ហ្នឹងឯងអញ្ចឹងក្នុងនាមជាពិធីករដែលសម្ភារបងថ្ងៃនេះសូមអរគុណខ្លាំងមែនទែនដល់បងដែលបានចែករំលែកបទពិសោធន៍ជីវិតទៅកាន់ទស្សនិកជនហើយក៏សូមអរគុណដល់ប្រិយមិត្តអ្នកស្ដាប់និងអ្នកទស្សនាទាំងអស់ដែលបានតាមដានកម្មវិធី podcast របស់យើងកន្លងមកអ្នកខ្លះអាចថាតាមដានគ្រប់ podcast ហ្មង podcast របស់ពួកខ្ញុំធ្វើឡើងគឺដើម្បីតែចែករំលែកនៅបទពិសោធន៍តាក់ទងទៅនឹងការសិក្សាតាក់ទងទៅនឹងការងារតាក់ទងទៅនឹងរឿងរ៉ាវជីវិតដ៏មានតម្លៃហ្នឹងហើយអញ្ចឹងកុំភ្លេចជួបគ្នានៅវគ្គក្រោយទៀតអរគុណជំរាបលា Belty International University, the future of global leaders.